សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube 2ចំណងទៀតកាលពីវីដេអូមុនយើងបានជជែកអំពីអត្ថបទមួយដែលតាក់ទងពីការប្រើប្រាស់អេក្រង់និងការលូតលាស់របស់កុមារដែលយើងបាននិយាយអំពីទិដ្ឋភាពទូទៅហើយបើសិនជាអ្នកចង់មើលលោកអ្នកអាចទៅមើលនៅក្នុង link ដែលខ្ញុំដាក់នៅក្នុង description ឬក៏នៅក្នុង playlist របស់វីដេអូមួយនេះបាទសូមរំលឹកម្ដងទៀតថាអត្ថបទស្រាវជ្រាវនេះគឺជាការប្រមូលនៃការស្រាវជ្រាវផ្សេងៗយកមកវិភាគហើយអត្ថបទមួយនេះបានធ្វើការបោះពុម្ពផ្សាយនៅឆ្នាំ2023នេះឯងដោយដែលដឹងហើយថាឧបករណ៍ Digital ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាសម័យបច្ចុប្បន្ននេះមនុស្សធំប្រើប្រាស់ឧបករណ៍ទាំងអស់នេះក្នុងគោលបំណងផ្សេងៗគ្នាដូចជាការប្រស្រ័យទាក់ទងឬក៏ការស្ដាប់កម្សាន្តផ្សេងៗដូចជាមើលវីដេអូប្រើប្រាស់បណ្ដាញសង្គមជាដើមស្របពេលជាមួយគ្នានេះដែរទារកដែលទោះបីជាគាត់មិនបានមើលដោយផ្ទាល់ក៏ដោយក៏ជាញឹកញាប់គាត់រស់នៅក្នុងបរិយាកាសមួយដែលជុំវិញខ្លួនរបស់ពួកគាត់ពោពេញទៅដោយឧបករណ៍ឆ្លាតវៃទាំងអស់នេះជាពិសេសគឺនៅពេលដែលឪពុកម្ដាយឬក៏អាណាព្យាបាលឬក៏បងប្អូនរបស់ពួកគាត់ប្រើប្រាស់ឧបករណ៍នេះនៅពេលដែលពួកគាត់នៅជាមួយគ្នាការសិក្សានៅឆ្នាំ2014និងការសិក្សានៅឆ្នាំ2020សុទ្ធតែបានបង្ហាញថាកុមារតូចបានចាប់ផ្ដើមចំណាយពេលវេលារបស់ពួកគាត់កាន់តែច្រើននៅមុខអេក្រង់ហើយជាពិសេសគាត់ប្រើប្រាស់នៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅរយៈពេលជាង2ទសវត្សរ៍ចុងក្រោយនេះកុមារតូចភាគច្រើនគាត់ចំណាយពេលវេលាទាំងអស់នេះទៅលើការប្រើប្រាស់ដូចជាទូរទស្សន៍វីដេអូហ្គេមកុំព្យូទ័រឧបករណ៍ឆ្លាតវៃដទៃទៀតដែលអាចផ្សារភ្ជាប់ទៅនឹងអ៊ីនធឺណិតហើយឬក៏ប្រើប្រាស់បណ្ដាញសង្គមផ្សេងៗដូចជា Facebook TikTok និង YouTube ជាដើមការស្រាវជ្រាវទាំងពីរនេះបានរកឃើញថាកុមារចន្លោះពី0ឆ្នាំទៅដល់8ឆ្នាំពួកគាត់ប្រើប្រាស់អេក្រង់ប្រមាណជា2ម៉ោងកន្លះជារៀងរាល់ថ្ងៃដែលភាគច្រើនគឺមើលទូរទស្សន៍និងវីដេអូទៅតាមអ៊ីនធឺណិតដែលខុសពីអ្វីដែលអ្នកជំនាញបានធ្វើការណែនាំឲ្យពួកគាត់ប្រើប្រាស់ជំនាញគេបានលើកអំពីការប្រើប្រាស់អេក្រង់របស់កុមារពីអាយុ0ឆ្នាំទៅដល់2ឆ្នាំគេមិនអនុញ្ញាតឲ្យមានអេក្រង់សោះឬស្មើនឹង0នាទីកុមារអាយុចន្លោះពី3ឆ្នាំទៅដល់5ឆ្នាំអាចនៅមុខអេក្រង់ក្រោម60នាទីក្នុងមួយថ្ងៃចំណែកឯកុមារចន្លោះពីអាយុ6ឆ្នាំទៅដល់8ឆ្នាំពួកគាត់អាចមើលនៅមុខអេក្រង់បានប្រមាណក្នុងរយៈពេល60នាទីឬក៏1ម៉ោងដែលនេះជាការលើកឡើងរបស់អ្នកឯកទេសផ្នែកកុមារក្នុងថ្ងៃនេះយើងនឹងជជែកគ្នាបន្ថែមទៀតពីផលវិបាកផ្សេងៗទៅលើការលូតលាស់របស់កុមារទាំង4ផ្នែកដែលរួមមានការលូតលាស់ផ្នែកពុទ្ធិឬចំណេះដឹងការលូតលាស់ផ្នែកភាសាការលូតលាស់ផ្នែករាងកាយនិងការលូតលាស់ផ្នែកចិត្តសង្គមរបស់ពួកគាត់បើសិនជាចូលចិត្តនៅវីដេអូនេះសូមជួយចុច like មួយផងបើសិនជាលោកអ្នកមានសំណួរអាចចូលទៅ comment បានដែរហើយដើម្បីជួយខ្ញុំមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្ថែមទៀតសូមជួយ subscribe មួយសម្រាប់ទទួលបាននៅវីដេអូថ្មីៗនៅពេលខាងក្រោយទៀតបាទឥឡូវនេះយើងចូលទៅដល់មើលទៅលើផលវិបាកជាលក្ខណៈអវិជ្ជមាននៃការប្រើប្រាស់អេក្រង់ទៅលើការលូតលាស់របស់កុមារចំពោះអ្នកដែលមិនបានមើលវីដេអូពីមុនសូមលើកបញ្ជាក់ម្ដងទៀតថាអេក្រង់នៅកន្លែងនេះយើងសំដៅទៅលើឧបករណ៍អេឡិចត្រូនិកផ្សេងៗដែលរួមមានទាំងទូរទស្សន៍កុំព្យូទ័រទូរស័ព្ទនិងឧបករណ៍ផ្សេងៗទៀតដែលអាចចូលមើលទស្សនានៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានសម្រាប់ការស្រាវជ្រាវមួយនេះគេបានរកឃើញថាកុមារតូចៗដែលគាត់ចំណាយពេលកាន់តែច្រើននៅមុខអេក្រង់ពួកគាត់មានការលំបាកនៅក្នុងការផ្ដោតអារម្មណ៍ឬអាចនិយាយម្យ៉ាងទៀតបានថាការផ្ចង់អារម្មណ៍ក្នុងការធ្វើកិច្ចការអ្វីមួយរបស់ពួកគាត់មានតែថយចុះជាខ្លាំងដែលនេះធ្វើឲ្យពួកគាត់មានការលំបាកនៅក្នុងការបញ្ចប់កិច្ចការអីមួយដែលតម្រូវឲ្យពួកគាត់ធ្វើក្រៅពីបញ្ហាដែលទាក់ទងនឹងការផ្ចង់អារម្មណ៍របស់ពួកគាត់បញ្ហាចម្បងមួយទៀតគឺការប្រើប្រាស់ភាសារបស់ពួកគាត់ផងដែរគេបានរកឃើញថាកុមារដែលគាត់នៅមុខអេក្រង់យូរភាគច្រើនពួកគាត់មានភាពយឺតយ៉ាវនៅក្នុងការចេះនិយាយស្ដីឬរបៀបប្រើប្រាស់ពាក្យចេញជាឃ្លាឬក៏ជាឃ្លោងបើប្រៀបធៀបជាមួយនឹងកុមារដែលមានអាយុស្របាគ្នានេះបង្ហាញថាការដែលនៅមុខអេក្រង់របស់កុមារច្រើនម៉ោងក្នុងមួយថ្ងៃរំខានទៅដល់ការអភិវឌ្ឍឬក៏ការប្រើប្រាស់ភាសារបស់កុមារព្រោះជាធម្មតា
នៅពេលដែលកុមារនៅមុខអេក្រង់យូរពួកគាត់នឹងកាត់បន្ថយការប្រស័យតាក់ទងជាមួយនឹងមនុស្សនៅជុំវិញដូចជាឪពុកម្ដាយឬក៏មនុស្សធំដែលនេះជាការប្រស័យតាក់ទងតែមួយផ្លូវតែប៉ុណ្ណោះការបាត់បង់អន្តរទំនាក់ទំនងរវាងមនុស្សជុំវិញខ្លួននេះហើយដែលអាចបញ្ជាក់ថាធ្វើឲ្យពួកគាត់មានការពន្យានៅក្នុងការប្រើប្រាស់ភាសារបស់កុមារជាពិសេសទៀតនោះគឺនៅពេលដែលកុមារដែលគាត់មើលនៅខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសម្រាប់មនុស្សធំគេរកឃើញថាវាកាន់តែប៉ះពាល់ខ្លាំងទៅដល់ពួកគាត់ថែមទៀតផងដែរដែលនេះជាភស្តុតាងបន្ថែមទៀតបង្ហាញថាកុមារដែលតូចក្រោមអាយុ2ឆ្នាំគួរតែជៀសវាងការសម្លឹងអេក្រង់ទោះបីជាមាតិកាបែបណាក៏ដោយការអប់រំក៏ដោយឬក៏អីក៏ដោយជាពិសេសគឺទោះបីជាដោយផ្ទាល់ក្តីឬក៏ដោយប្រយោលក្តីក្រៅពីបញ្ហាផ្ចង់អារម្មណ៍និងភាសាកុមារតូចដែលនៅជាប់ជាមួយនឹងអេក្រង់យូរក៏អាចមានបញ្ហាទាក់ទងនឹងការលូតលាស់ផ្នែករាងកាយផងដែរបញ្ហាដំបូងដែលគេមើលឃើញគឺការប៉ះពាល់ទៅដល់ដំណេករបស់កុមារដោយសារតែកុមារជក់ចិត្តនៅក្នុងកម្មវិធីផ្សេងៗដែលមាននៅក្នុងអេក្រង់ដូច្នេះពួកគេបានកាត់បន្ថយរយៈពេលនៃការដេករបស់ពួកគេហើយចំណាយពេលកាន់តែច្រើននៅមុខអេក្រង់ជំនួសវិញមានការស្រាវជ្រាវមួយនៅឆ្នាំ2014ដែលគេមើលអំពីផលប៉ះពាល់នៃការមើលទូរទស្សន៍ទៅដល់ការគេងរបស់កុមារការស្រាវជ្រាវនេះបង្ហាញថាការមើលទូរទស្សន៍ចំនួន1ម៉ោងនាំឲ្យបន្ថយនៅការគេងចំពោះកុមារចំនួន3នាទីក្នុងមួយថ្ងៃសម្រាប់ទារកដែលមានអាយុក្រោម6ខែហើយសម្រាប់កុមារដែលមានអាយុ3ឆ្នាំមើលទូរទស្សន៍ចំនួន1ម៉ោងនឹងធ្វើឲ្យកុមារបន្ថយនៅការគេងរបស់ខ្លួនតិចជាងមុន2នាទីកុមារបន្ថយការគេងរបស់ខ្លួនចំនួន6នាទីចំពោះកុមារដែលមានអាយុ7ឆ្នាំការស្រាវជ្រាវដដែលនេះក៏បានធ្វើការបូកសរុបថាការដែលមានទូរទស្សន៍នៅក្នុងបន្ទប់គេងរបស់កុមារតូចដែលមានអាយុចន្លោះពី4ឆ្នាំទៅដល់7ឆ្នាំបានបន្ថយនៅការគេងរបស់កុមារប្រមាណជា32នាទីក្នុងមួយថ្ងៃហើយអេក្រង់ទូរទស្សន៍នេះមានឥទ្ធិពលទៅលើក្មេងប្រុសខ្លាំងជាងក្មេងស្រីទៀតផងបញ្ហាមួយទៀតដែលគេឃើញមានគឺការធាត់លើចំណុះរបស់កុមារដោយសារតែកុមារចំណាយពេលនៅមុខអេក្រង់ច្រើនពួកគាត់បានបន្ថយការទៅលេងនៅខាងក្រៅជំនួសមកវិញគឺពួកគាត់នៅមុខអេក្រង់ច្រើនជាងមុនហើយការស្រាវជ្រាវបានបង្ហាញថាកុមារដែលពួកគាត់នៅមុខអេក្រង់ច្រើនម៉ោងពួកគាត់តែងតែប្រើប្រាស់ឬក៏ញ៉ាំអាហារដែលមិនសូវមានសុខភាពល្អឬពេលខ្លះកុមារគាត់ញ៉ាំអាហារលឿនជាងធម្មតាដែលវាបញ្ហាមិនល្អទៅដល់សុខភាពរបស់គាត់ក៏ដូចជាការរំលាយអាហាររបស់គាត់ដែរនេះបង្ហាញថាការដែលកុមារនៅមុខអេក្រង់ពួកគាត់មិនសូវបញ្ចេញសកម្មភាពខាងរាងកាយទេគាត់ច្រើនតែអង្គុយស្ងៀមហើយក៏បង្ហាញថាពួកគាត់មានទម្លាប់នៅក្នុងការបរិភោគអាហារមិនល្អផងដែរបញ្ហាសំខាន់មួយទៀតរបស់កុមារគឺការលូតលាស់ផ្នែកចិត្តសង្គមរបស់ពួកគាត់ហើយអ្វីដែលគេសង្កេតឃើញជាបញ្ហាដែលកើតឡើងចំពោះពួកគាត់គឺនៅពេលដែលពួកគាត់ចំណាយពេលច្រើននៅក្នុងមុខអេក្រង់គេច្រើនតែសង្កេតឃើញពួកគាត់មានអាកប្បកិរិយាឆេវឆាវពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងអ្វីដែលគេមើលឃើញពីសកម្មភាពឆេវឆាវទាំងអស់នេះគឺអាចបណ្ដាលមកពីឪពុកម្ដាយមួយចំនួនបានប្រើប្រាស់នៅឧបករណ៍ទាំងអស់នេះដើម្បីជួយរងាប់អារម្មណ៍របស់កុមារតូចនៅពេលដែលពួកគាត់មានការកិច្ចកុកចង់បានអីមួយឬក៏ចង់ធ្វើអ្វីមួយប្រកាសហើយថានៅពេលដែលឪពុកម្ដាយផ្ដល់នៅឧបករណ៍កម្សាន្តទាំងអស់នេះទៅដល់កុមារពួកគាត់នឹងឈប់ទាឈប់កិច្ចកុកហើយនឹងមានអារម្មណ៍ល្អប្រសើរក្នុងរយៈពេលខ្លីប៉ុន្តែផ្ទុយទៅវិញនៅពេលដែលឪពុកម្ដាយបានដកនៅឧបករណ៍ទាំងអស់នឹងចេញពីកុមារវានឹងបង្កឲ្យកុមារតូចចាប់ផ្ដើមមានកំហឹងខ្លាំងឡើងថែមទៀតដោយសារតែពួកគាត់ចំណាយពេលកាន់តែច្រើននៅក្នុងការមើលវីដេអូផ្សេងៗឬក៏ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែលជាលក្ខណៈកម្សាន្តរបស់គាត់ធ្វើឲ្យអារម្មណ៍របស់គាត់ល្អប្រសើរប៉ុន្តែវាក៏ជាផ្នែកមួយដែលធ្វើឲ្យគាត់ចំណាយពេលកាន់តែច្រើនឡើងនៅមុខអេក្រង់ផងដែរ
ការប្រើប្រាស់ឧបករណ៍ទាំងអស់នេះដើម្បីជួយរងាប់អារម្មណ៍របស់ពុកម្ដាយនៅពេលដែលកូនរំអុកអ្វីមួយនោះវាមិនបានជួយនៅក្នុងរយៈពេលវែងនោះទេផ្ទុយទៅវិញវាបានរារាំងទៅដល់សមត្ថភាពរបស់កុមារនៅក្នុងការរៀនគ្រប់គ្រងអារម្មណ៍របស់ពួកគេប្រកបដោយប្រសិទ្ធភាពផងដែរសូមចងចាំថាកុមារតូចមានសមត្ថភាពពីធម្មជាតិនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងហើយជំនាញនេះមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍទៅថ្ងៃអនាគតរបស់កុមារផងដែរសរុបមកវិញការប្រើប្រាស់ឧបករណ៍ទំនើបដូចជា tablet ទូរស័ព្ទដើម្បីជួយរងាប់អារម្មណ៍កុមារតូចអាចជួយបាននៅក្នុងរយៈពេលខ្លីប៉ុន្តែវាធ្វើឲ្យកុមារតូចមានបញ្ហានៅរយៈពេលវែងហើយធ្វើឲ្យកុមារតូចពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងពីធម្មជាតិសរុបមកវិញនៅពេលដែលខ្ញុំបានមើលពីការសិក្សាស្រាវជ្រាវនេះដែលនិយាយអំពីផលប៉ះពាល់ទាំង4ប្រភេទដែលសំខាន់មានទី1ប៉ះពាល់ទៅដល់ការផ្ចង់អារម្មណ៍ឬក៏ប្រមូលអារម្មណ៍របស់កុមារទី2តាក់ទងជាមួយនឹងការអភិវឌ្ឍផ្នែកភាសារបស់ពួកគាត់នៅពេលក្រោយៗទៀតទី3គឺតាក់ទងជាមួយនឹងសុខភាពរាងកាយដែលពួកគាត់កុមារតូចអាចមានបញ្ហាធាត់លើសចំណុះឬក៏មានសុខភាពមិនសូវល្អដោយសារតែការបរិភោគរបស់ពួកគាត់មិនត្រឹមត្រូវនិងជាចុងក្រោយគឺតាក់ទងនឹងបញ្ហាចិត្តសង្គមរបស់គាត់ដែលសំខាន់ទៅលើការគ្រប់គ្រងអារម្មណ៍របស់ពួកគាត់ដូចនេះជាសរុបមកការដែលបណ្ដោយឲ្យកុមារតូចនៅមុខអេក្រង់ដោយគ្មានការគ្រប់គ្រងនឹងបង្កដល់ជាផលលំបាកជាច្រើនទៅដល់ការលូតលាស់របស់ពួកគាត់នៅថ្ងៃខាងមុខមូលហេតុចម្បងមួយគឺនៅពេលដែលកុមារគាត់ចំណាយពេលកាន់តែច្រើននៅមុខអេក្រង់ពួកគាត់នឹងបាត់បង់ឱកាសក្នុងការធ្វើការប្រស្រ័យទាក់ទងជាមួយនឹងពិភពលោកខាងក្រៅជាពិសេសគឺអ្វីដែលចាប់អារម្មណ៍សម្រាប់ខ្ញុំគឺអ្នកដែលជាពុកម្ដាយប្រើប្រាស់ smartphone ឬក៏ iPad ឬក៏អេក្រង់អីផ្សេងដើម្បីជួយរងាប់អារម្មណ៍របស់កុមារប្រកាសហើយវាពិតជាអាចជួយបានក្នុងរយៈពេលខ្លីមែនប៉ុន្តែវានឹងបង្កជាផលលំបាកទៅថ្ងៃអនាគតជាពិសេសនៅពេលដែលកុមារកាន់តែធំឡើងពួកគាត់អាចកិច្ចកុកមិនឡាំប៉ាជាច្រើននៅពេលដែលពួកគាត់មិនបានទូរស័ព្ទមកនៅក្នុងដៃរបស់ពួកគាត់ប្រកាសហើយថាយើងមិនអាចបញ្ឈប់មិនឲ្យកុមារតូចមើលឬក៏ប៉ះពាល់ជាមួយនឹងឧបករណ៍ digital ទាំងអស់នេះបានទេពីព្រោះថាដូចដែលយើងដឹងហើយថាពិភពលោកបច្ចុប្បន្ននេះគឺនៅជុំវិញខ្លួនពួកគាត់គឺសុទ្ធតែជាឧបករណ៍ដែលប្រើប្រាស់អេក្រង់បើទោះបីជាពុកម្ដាយមិនប្រើប្រាស់ក៏អ្នកនៅជុំវិញខ្លួនរបស់ពួកគាត់មាននៅតែបន្តប្រើប្រាស់ផងដែរតែអ្វីដែលអាណាព្យាបាលគាត់អាចធ្វើបានគឺធ្វើការកម្រិតនៃការប្រើប្រាស់អេក្រង់ឬក៏ប៉ះពាល់អេក្រង់របស់កុមារតូចឲ្យកាន់តែតិចកាន់តែប្រសើរជាពិសេសធ្វើទៅតាមការណែនាំរបស់អ្នកជំនាញវានឹងអាចជួយឲ្យការលូតលាស់របស់ពួកគាត់កាន់តែល្អប្រសើរថែមទៅមុខទៀតសូមចាំថាកុមារដែលអាយុក្រោម2ឆ្នាំមិនគួរឲ្យគាត់មើលឬក៏ប៉ះពាល់ជាមួយអេក្រង់ទាំងអស់នោះទេហើយកុមារដែលក្រោម5ឆ្នាំអាចមើលនិងប៉ះពាល់បានប៉ុន្តែកុំឲ្យលើស60នាទីក្នុងមួយថ្ងៃសម្រាប់កុមារក្រោម8ឆ្នាំគាត់អាចមើលបានប្រមាណជា60នាទីក្នុងមួយថ្ងៃប្រកាសហើយថាមានផលប៉ះពាល់ជាលក្ខណៈអវិជ្ជមានប៉ុន្តែការស្រាវជ្រាវក៏បានរកឃើញពីផលប៉ះពាល់វិជ្ជមានផងដែរខ្ញុំនឹងបន្តនិយាយអំពីផលប៉ះពាល់ជាលក្ខណៈវិជ្ជមានម្ដងរបស់អេក្រង់ទៅលើការលូតលាស់របស់កុមារតូចក៏ដូចជាជជែកអំពីរបៀបនៅក្នុងការគ្រប់គ្រងការប្រើប្រាស់អេក្រង់ដែលបានលើកឡើងនៅក្នុងអត្ថបទស្រាវជ្រាវនេះផងដែរសូមអរគុណច្រើនចំពោះការចំណាយពេលវេលាស្ដាប់របស់អ្នកទាំងអស់គ្នាហើយប្រសិនបើមានសំណួរផ្សេងៗអ្នកអាចដាក់ទៅក្នុង comment បានហើយបើសិនជាចូលចិត្តវីដេអូនេះសូមជួយចុច like មួយផងដើម្បីឲ្យ YouTube អាចរុញវីដេអូនេះទៅកាន់អ្នកដទៃផ្សេងទៀតផងដែរជាពិសេសដើម្បីឲ្យអាណាព្យាបាលគាត់ដឹងអំពីចំណេះដឹងបន្ថែមទៀតពីផលវិបាករបស់អេក្រង់ទៅលើការលូតលាស់របស់ពួកគាត់លោកអ្នកអាចទៅរកមើលចំណងជើងនៃអត្ថបទស្រាវជ្រាវនេះបើសិនជាចាប់អារម្មណ៍បន្ថែមខ្ញុំនឹងដាក់នៅក្នុង description
ឬក៏លោកអ្នកអាចចូលទៅចុចក្នុងតំណភ្ជាប់ blocker ដែលខ្ញុំបានព្យាយាមបកស្រាយជាភាសាខ្មែររួចហើយផងដែរ